ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះ Channel យើងខ្ញុំនឹងបង្ហាញបងប្អូនពីទស្សនវិជ្ជាបុណ្យកឋិនដែលស្ថិតនៅភូមិសំរងលើឃុំសំរងស្រុកព្រៃនប់ខេត្តព្រះសីហនុដំបូងសូមបងប្អូនទស្សនានៅទស្សនវិជ្ជាជុំវិញវត្តជាមុនសិនចំពោះកឋិននៅវត្តនេះផងដែរជាកឋិនសាមគ្គីដែលបងប្អូនពុទ្ធបរិស័ទគាត់យកចង្ហាន់មកពីផ្ទះនីមួយៗចាមករៀបចំដើម្បីទទួលចាភ្ញៀវដែលចូលរួមបុណ្យកឋិននៅពេលដែលយើងទទួលទានអាហាររួចហើយយើងចូលមកក្នុងព្រះវិហារដើម្បីអុជធូបនៅក្នុងព្រះវិហារបងប្អូនមានត្រៃលៀងស្លាដក់និងផ្កាប្រាក់ចាទុកសម្រាប់ដង្ហែកឋិនកម្មវិធីដង្ហែកឋិននឹងចាប់ផ្ដើមហែនៅម៉ោង 11:30 នាទីសូមបងប្អូនទស្សនានៅទស្សនវិជ្ជាដង្ហែកឋិននៅវត្តសំរងទាំងអស់គ្នាចំពោះការដង្ហែកឋិននេះផងដែរយើងដង្ហែកឋិន3ជុំព្រះវិហារ
ขาดตัวแล้ว នៅពេលដែលដង្ហែជុំវិញព្រះវិហារគ្រប់3ជុំហើយពុទ្ធបរិស័ទបាននាំយកត្រៃលៀងស្លាដកដើមផ្កាប្រាក់ចូលទៅប្រគេនព្រះសង្ឃនៅខាងចុងវីដេអូនេះផងដែរខ្ញុំបានដាក់អត្ថបទទាក់ទងទៅនឹងអត្ថន័យនៃបុណ្យកឋិនទានសូមអរគុណដល់ការទស្សនានៅវីដេអូនេះសូមចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី Channel យើងខ្ញុំ